រងចេញមុខបដិសេធដាច់អហង្ការថាមិនបានបាញ់មីស៊ីលសម្ដៅទៅទូគីឡើយរដ្ឋធានីទេហឺរ៉ង់លោកអាប់ឌុលរ៉ាហ៊ីមមូសាវីអគ្គលេខាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ឺរ៉ង់បានចេញសេចក្តីថ្លែងការបដិសេធយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់ថាបានបាញ់មីស៊ីលសម្ដៅទៅកាន់ប្រទេសទួរគីអគ្គសេនាធិការរូបនេះអះអាងបន្តទៀតថាអ៊ឺរ៉ង់តែងតែគោរពអធិបតេយ្យភាពរបស់ប្រទេសជិតខាងជានិច្ចការចេញមកបំភ្លឺការពីខ្លួនធ្វើឡើងបន្ទាប់ពីក្រសួងការពារជាតិទួរគីបានរាយការណ៍ថាប្រព័ន្ធការពារអាកាសរបស់អង្គការ NATO បានស្ទាក់ចាប់និងបាញ់ទម្លាក់មីស៊ីលមួយគ្រាប់ដែលហោះចេញពីអ៊ឺរ៉ង់សម្ដៅឆ្ពោះទៅកាន់ដែនអាកាសទួរគីយោងតាមទីភ្នាក់ងារសារព័ត៌មានមៀរបស់អ៊ឺរ៉ង់កងទ័ពរដ្ឋអ៊ីស្លាមមួយនេះបានសង្កត់ធ្ងន់ទៀតថាកងកម្លាំងប្រដាប់អាវុធអ៊ឺរ៉ង់តែងតែគោរពអធិបតេយ្យភាពរបស់ប្រទេសជិតខាងនិងជាមិត្តដូចជាទួរគីហើយយើងសូមបដិសេធដាច់អហង្ការរាល់ការបាញ់មីស៊ីលណាមួយសម្ដៅទៅលើទឹកដីនៃប្រទេសនោះក្រសួងការពារជាតិទួរគីបានបញ្ជាក់ថាមីស៊ីលនោះបានហោះកាត់ដែនអាកាសប្រទេសអ៊ឺរ៉ង់និងស៊េរីមុននឹងសម្ដៅមកកាន់ប្រទេសទួរគីគ្រាប់មីស៊ីលត្រូវបានស្ទាក់ចាប់បានទាន់ពេលវេលានិងមិនបង្កឲ្យមានគ្រោះថ្នាក់ណាមួយឡើយជុំវិញបញ្ហានេះប្រធានាធិបតីទួរគីលោកថៃយីបអឺឌូហ្គាន់បានថ្លែងថាទួរគីកំពុងចាត់វិធានការចាំបាច់ទាំងអស់ដោយមានការពិគ្រោះយោបល់ជាមួយសម្ព័ន្ធមិត្ត NATO លោកក៏បានផ្ញើសារព្រមានយ៉ាងច្បាស់ជាមុនផងដែរថាដើម្បីបង្ការកុំឲ្យមានឧបទ្ទវហេតុស្រដៀងនេះកើតឡើងជាថ្មីម្ដងទៀត